ចាសូមគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំឈ្មោះច័ន្ទតុនចុះមកពិនិត្យស្រែរបស់កសិករពូលឿនគាត់នៅខាងឃុំសារ៉ោងយាស្រុកពួរខ្ញុំក្រោយពីគាត់បានប្រើប្រាស់ជីស៊ូរ៉េអាយុកាលចាប់ពីការប្រើប្រាស់នឹងមកគឺឃើញអាយុកាលវា18ថ្ងៃហើយដែលយើងបានប្រើប្រាស់ជីស៊ូរ៉េហ្នឹងយើងក៏លេខមកវិញបន្ទាប់ពីប្រើប្រាស់ជីស៊ូរ៉េបាន18ថ្ងៃយើងឃើញថាដងដើមមានន័យថាដើមដងនេះយើងមើលទាំងអស់គ្នាពិនិត្យទាំងអស់គ្នាមូលឃើញធំបន្ទាប់មកទៀតយើងក៏លេខនៃស្លឹកវិញម្ដងយើងឃើញថាបង្កើនកម្រាស់នៃស្លឹកមានថាស្លឹកហ្នឹងក្រាស់ល្អហើយស្លឹកស្រួចហើយគុណភាពនៃស្លឹកហ្នឹងគ្រប់ដំណាំស្រូវនេះយើងឃើញថាពឿហ្នឹងគឺនៅរក្សាពឿបៃតងស្រស់ល្អតែម្ដងក្នុងស្រូវនេះហើយយើងក៏លេខមកថាបន្ទាប់ពីដងដើមរបស់ក្រោយពីប្រើប្រាស់ជីស៊ូរ៉េនឹងហើយយើងឃើញថាដងដើមក៏ល្អមូលធំហើយស្លឹកបង្កើនកម្រាស់នៃស្លឹកស្រួយទៀតបងប្អូនអាចទុកចិត្តបានទៅលើជីស៊ូរ៉េនឹងខាងក្រុមហ៊ុនកូក្រៀនប្រើហើយជាទំនុកចិត្តខ្ពស់តែម្ដងចា៎សូមអរគុណ